តើគួរជ្រើសរើសទទួលទានស្រាសឬស្រាក្រហមឬប៊ីយ៉ាឬក៏ស្រាខ្លាំងដើម្បីកុំឲ្យមានគ្រោះថ្នាក់ខ្លាំងពេកដល់សុខភាពនេះគឺជាសំណួរដែលមនុស្សច្រើនណាស់បានចោទសួរគ្នាឬចោទសួរក្នុងចិត្តខ្លួនឯងនៅពេលហៀបពិសាស្រាហើយក៏មានមនុស្សមិនតិចដែរដែលជឿថាស្រាប្រភេទខ្លះមិនសូវអាក្រក់ខ្លាំងចំពោះសុខភាពទេឧទាហរណ៍អ្នកខ្លះជ្រើសរើសពិសាស្រាបៀឬក៏ស្រាក្រឡុកដោយយល់ថាស្រាប្រភេទនេះមានបរិមាណច្រើនអាចផឹកបានយូរតែមានជាតិអាល់កុលតិចលាយទឹកឬក៏ដាក់ទឹកកកក្នុងស្រាមិនបានបន្ថយជាតិអាល់កុលឬជាតិស្រាទេគឺបានត្រឹមតែធ្វើឲ្យស្រារាវស្រួលផឹកតែប៉ុណ្ណោះតែកម្រិតជាតិអាល់កុលនៅដដែលបើគិតតាមបែបបច្ចេកទេសគំនិតបែបនេះក៏អាចត្រូវម្យ៉ាងដែរប្រសិនបើគេផឹកយឺតតាមសម្រួលដែលអាចពន្យឺតពេលវេលាចាក់ថែមស្រានិងដែលអាចកាត់បន្ថយបរិមាណស្រាសរុបដែលយើងត្រូវទទួលទានគឺកម្រិតជាតិស្រាជាតិអាល់កុលជ្រាបចូលនៅក្នុងខ្លួននេះហើយដែលបង្កគុណវិបត្តិដល់សុខភាពមិនមែនប្រភេទសុរាទេសុរាទោះជាប្រភេទស្រាសស្រាក្រហមស្រាបិទស្រាបៀស្រាក្រឡុកស្រាលាយស្រាខ្លាំងមានរូបរាងពណ៌សម្បុរខុសគ្នាមែនក៏ប៉ុន្តែក្នុងកែវឬក្នុងកំប៉ុងទាំងអស់នោះមានផ្ទុកសារធាតុគីមីពុលតែមួយដូចគ្នាគឺអេតាណុលឬអាល់កុលដែលនៅពេលលាយផ្សំជាមួយទឹកក្លាយជាល្បាយដែលគេហៅថាស្រាគឺម៉ូលេគុលអេតាណុលនេះហើយដែលជាដើមហេតុបង្កឲ្យមានផលអាក្រក់ដល់អត្តចរិតនៅពេលផឹកចូលភ្លាមនិងញៀននៅពេលយូរទៅហើយផលអាក្រក់ក៏ជះទៅលើសុខភាពរាងកាយច្រើនទៀតដូចជាបង្កឲ្យមានជំងឺសរសៃឈាមបេះដូងនិងជាពិសេសជំងឺមហារីកដែលមានយ៉ាងហោច7ប្រភេទអង្គការសុខភាពពិភពលោកបានចាត់ទុកអាល់កុលឬអេតាណុលនេះគឺជាភ្នាក់ងារបង្កជំងឺមហារីកធ្ងន់ធ្ងរក្នុងចង្កោមក្រុមទី1មិនថាជាតិអាល់កុលនៅក្នុងស្រាបៀស្រាបិទស្រាផ្លែឈើឬស្រាខ្លាំងទេឲ្យតែបរិភោគចូលទៅសិតតែនាំហានិភ័យដល់សុខភាពទាំងអស់ហានិភ័យនៃជាតិអាល់កុលឬក៏អេតាណុលចំពោះសុខភាពអាស្រ័យទាំងស្រុងទៅលើបរិមាណនៃការហូបចូលទៅស្រាទំពាំងបាយជូរនិយាយឲ្យចំស្រាក្រហមមានឈ្មោះនិងរូបភាពល្អជាពិសេសជាងគេហេតុអ្វីពីព្រោះស្រាក្រហមមានប្រវត្តិល្អតាំងតែពីយូរយារមកហើយថាជាស្រាសុខភាពដែលមានសមត្ថភាពផ្នែកអង់ទីអុកស៊ីដង់និងផ្នែកកាត់បន្ថយខ្លាញ់ក្នុងឈាមកូលេស្តេរ៉ុលពោលគឺមានគុណសម្បត្តិផ្នែកទ្រទ្រង់សរីរាង្គកាយមានជាអាចសរីរាង្គបេះដូងពីមុនគេមានជំនឿថាការបរិភោគស្រាក្រហម1ឬក៏2កែវក្នុងមួយថ្ងៃនៅពេលបាយនឹងអាចជួយការពារបេះដូងបានល្អជំនឿនេះបានមកពីការសម្គាល់ឃើញថាប្រជាជនបារាំងមានរបបអាហារខ្លាញ់និងសាច់ច្រើនតែមានសុខភាពសរសៃឈាមបេះដូងតិចជាងបណ្ដាពលរដ្ឋនៅប្រទេសជិតខាងទើបស្រាក្រហមបានឡើងកូដល្បីល្បាញថាបារាំងមានស្រាល្អក៏ប៉ុន្តែដោយជាក់ស្ដែងទៅនោះការពន្យល់បំភ្លឺទាំងអស់នោះមិនត្រឹមត្រូវទាំងស្រុងទេអ្វីដែលការពារពលរដ្ឋបារាំងឲ្យមានសុខភាពល្អគឺមកពីបារាំងមានម្ហូបអាហារដ៏សម្បូរបែបប្លែកៗពោពេញទៅដោយបន្លែបង្ការផ្លែឈើច្រើនមុខហើយមិនធាត់និងពួកគេស្វាហាប់បញ្ចេញសកម្មភាពកាយសម្បទាច្រើនជាងអ្នកជិតខាងដូច្នេះមិនមែនមកពីស្រាក្រហមឡើយម្យ៉ាងទៀតជំនឿដែលថាស្រាក្រហមជាអង់ទីអុកស៊ីដង់អាចជួយការពារបេះដូងក៏មិនត្រឹមត្រូវទាំងស្រុងដែរស្រាក្រហមជាស្រាផលិតពីផ្លែទំពាំងបាយជូរហើយផ្លែទំពាំងបាយជូរមានផ្ទុកសមាសធាតុអង់ទីអុកស៊ីដង់ដ៏អស្ចារ្យresveratrol សារធាតុអង់ទីអុកស៊ីដង់ដ៏ខ្លាំងពូកែនេះពិតជាមាននៅក្នុងស្រាទំពាំងបាយជូរស្រាក្រហមមែនក៏ប៉ុន្តែបើតាមការសិក្សានៅក្នុងមន្ទីរពិសោធន៍ដើម្បីអាចទាញប្រយោជន៍ពីសារធាតុអង់ទីអុកស៊ីដង់ resveratrol ក្នុងស្រាទៅចិញ្ចឹមរាងកាយបានគេត្រូវពិសាស្រាក្រហមប្រមាណពី500ទៅ1000លីត្រក្នុងមួយថ្ងៃបើផឹកឲ្យគ្រប់ដូសតាមបរិមាណនេះមនុស្សច្បាស់ជាសន្លប់ស្លាប់មុនទទួលគុណប្រយោជន៍ពីស្រាជាក់ជាមិនខានចំណែកឯការសិក្សាដែលរំលឹកឲ្យឃើញអំពីផលល្អនៃការពិសាស្រាដ៏តិចតួចល្មមឬ1កែវទៅ2កែវក្នុងមួយថ្ងៃมันអាចផ្ដល់ការសន្និដ្ឋានដោយជាក់លាក់និងប្រកបប្រជាអំពីសមត្ថភាពការពាររបស់ស្រាទំពាំងបាយជូរចំពោះសុខភាពបានដែរពីព្រោះនៅក្នុងការសិក្សាប្រៀបធៀបនោះមានមនុស្ស3ក្រុមគឺក្រុមអ្នកមិនទទួលទានស្រាសោះអ្នកពិសាស្រាតិចតួចល្មមនិងអ្នកពិសាច្រើន
ជាលទ្ធផលក្រុមអ្នកមិនទទួលទានសោះនិងអ្នកដែលទទួលទានច្រើនសុទ្ធតែមានបញ្ហាសុខភាពសរសៃឈាមបេះដូងរីឯអ្នកបរិភោគសមរម្យគ្មានបញ្ហាសុខភាពបេះដូងទេហេតុដូច្នេះហើយទើបអ្នកស្រាវជ្រាវស្រែកភ្លាមថាផឹកតិចល្មមត្រឹមតែ1កែវឬក៏2កែវក្នុងមួយថ្ងៃល្អអាចជួយការពារបេះដូងបានក៏ប៉ុន្តែគេភ្លេចថានៅក្នុងចំណោមអ្នកមិនពិសាសោះនោះដែលមានជំងឺសរសៃឈាមបេះដូងពួកគេភាគច្រើនមានប្រវត្តិផឹកពីមុនហើយពួកគេឈប់ផឹកពីព្រោះត្រូវតមមើលថែជំងឺក៏ប៉ុន្តែសារដែលប្រកាសអំពីគុណប្រយោជន៍នៃស្រាក្រហមបានផ្សព្វផ្សាយចេញរួចទៅហើយនិងបានចាក់ជ្រៅក្នុងការចងចាំក្នុងខួរក្បាលមនុស្សទូទៅជាស្រេចទៅហើយពិតជាពិបាកលុបវិញណាស់ផ្ទុយទៅវិញមានការសិក្សាកាន់តែច្រើននិងដែលចុះផ្សាយក្នុងទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រល្បីល្បាញគួរជាទីទុកចិត្តបំផុត The Lancet បានបញ្ជាក់យ៉ាងច្បាស់ថាស្រាក្រហមឬក៏សុរាជាទូទៅគ្មានគុណប្រយោជន៍ជួយការពារបេះដូងទាល់តែសោះបើទោះបីជាពិសាតិចល្មមសមរម្យត្រឹម1កែវក្នុងមួយថ្ងៃយ៉ាងណាក៏ដោយតែស្រានិងស្រាក្រហមអាចធ្វើឲ្យបេះដូងមានជំងឺទៅវិញតែ1កែវក្នុងមួយថ្ងៃគ្រប់គ្រាន់នឹងធ្វើឲ្យមានបញ្ហាសម្ពាធឈាមខ្ពស់ដែលនឹងទៅបញ្ចុះកម្លាំងសាច់ដុំបេះដូងនៅថ្ងៃក្រោយព្រមទាំងទៅរំខានដល់ចង្វាក់បេះដូងទៀតការសិក្សាថ្មីចុងក្រោយចេញផ្សាយនាថ្ងៃទី26ឧសភាឆ្នាំ2026បានចង្អុលដោយចំទៀតថាការពិសាសុរាពិតជាបង្កើនគ្រោះកើតជំងឺមហារីកលំពែងមែនបង្កើនការផឹកតែ1កែវក្នុងមួយថ្ងៃមានហានិភ័យកើតជំងឺមហារីកលំពែងកើន 3% មហារីកលំពែងគឺជាជំងឺដែលកើតញឹកញាប់លំដាប់ទី2និងជាបុព្វហេតុទី6នៃមរណភាពដោយជំងឺមហារីកនៅលើពិភពលោកពេលនេះអង្គការស្ថាប័នសុខភាពបានប្រកាសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ជាថ្មីឡើងវិញថាគ្មានទេកម្រិតអបបរិមានៃការបរិភោគសុរាដែលគ្មានហានិភ័យដល់សុខភាពនិងក៏គ្មានដែរកម្រិតនៃការបរិភោគសុរាដែលផ្ដល់ផលល្អសម្រាប់សុខភាពគ្មានស្រាណាល្អផ្ដល់គុណប្រយោជន៍ដល់សុខភាពនិងដល់បេះដូងទេមិនថាស្រាក្រហមស្រាសស្រាទំពាំងបាយជូរឡើយអង្គការសុខភាពពិភពលោកបានរំលឹកបន្ថែមទៀតថាហានិភ័យនៃអាល់កុលឬក៏សុរាចំពោះសុខភាពបានកើនឡើងចាប់ពីយើងបានលេបស្រាមួយក្អឹកដំបូងចូលក្នុងខ្លួនអាល់កុលសុរាស្រាបៀស្រាបិទស្រាផ្លែឈើសុទ្ធតែជាហានិភ័យសម្រាប់សុខភាពមិនមែនសម្រាប់តែបេះដូងមួយឡើយនៅក្នុងជីវិតប្រចាំថ្ងៃយើងតែងតែប្រឈមនឹងហានិភ័យគ្រប់ពេលវេលាទាំងអស់មិនថានៅពេលដើរឆ្លងកាត់ដើរឆ្លងថ្នល់បើកឡានជិះទូកជិះយន្តហោះទេនេះគឺជាហានិភ័យដែលមិនអាចជៀសបានយ៉ាងណាមិញការទទួលទានស្រាដើម្បីភាពរីករាយក្នុងជីវិតក៏ជាទង្វើដែលអាចទទួលយកបានដែរប្រសិនបើអ្នកសម្រេចចិត្តប្រព្រឹត្តដោយស្មារតីទទួលខុសត្រូវនិងដោយចេះកំណត់បរិមាណនៃការផឹកដូច្នេះបានជានៅក្នុងអនុសាសន៍អ្នកជំនាញសុខភាពក៏ដូចជាអាជ្ញាធរសុខាភិបាលមិនដាក់បំរាមមិនហាមឃាត់ការពិសាស្រាទេតែបានងាកមកទូន្មានឲ្យបរិភោគប្រកបដោយទំនួលខុសត្រូវ2កែវយ៉ាងច្រើនក្នុងមួយថ្ងៃនិងមិនជារៀងរាល់ថ្ងៃជាប់គ្នាសូមប្រយ័ត្នពាក្យថា1កែវនៅទីនេះគឺចង់សំដៅទៅលើកែវស្តង់ដារដែលអ្នកអាជីពប្រើកែវមានរង្វាស់តូចធំខុសគ្នាទៅតាមប្រភេទស្រាតែបើគិតអំពីកម្រិតជាតិអាល់កុលមានស្ទើរស្មើគ្នា1កែវស្តង់ដារស្រាក្រហមមានចំណុះ12សង់ទីលីត្រស្រាបៀ25សង់ទីលីត្រស្រាខ្លាំងកម្រិត45អង្សាពពួកប្រភេទវីស្គីគឺមានចំណុះ 2.5 សង់ទីលីត្រជារួមស្រាមិនមែនជាថ្នាំសម្រាប់បេះដូងតែជាការបំពេញចិត្តឲ្យរីករាយដែលអមដោយហានិភ័យយើងអាចពិសាស្រាបន្តិចបន្តួចដើម្បីភាពរីករាយនៃជីវិតនិងដោយព្រមទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន